មិនទាន់ស្គាល់ពាក្យថាចាញ់ទេបាទសម្រាប់ទូកមួយនេះបាទរបស់រាជធានីភ្នំពេញបាទយល់យ៉ាងណាដែរបាទសម្រាប់បាទលបឿនក៏ដូចជាការប្រកួតបាទកន្លងទៅរបស់ទូកដែលមានឈ្មោះថាខៀវតៃស្អាតអណ្ដាតក្រហមបាទជំរាបសួរពុកម៉ែបងប្អូនបាទវេទិកានេះខ្ញុំនឹងលើកឡើងអំពីទូកបាទចំនួនមួយរបស់រាជធានីភ្នំពេញគឺជាទូកដែលមានឈ្មោះថាខៀវតៃស្អាតអណ្ដាតក្រហមតែស្ថិតនៅក្នុងវត្តជើងឯកសង្កាត់ជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញបាទទូកនេះក៏សាងឡើងនៅក្នុងឆ្នាំ2024ដោយស្នាដៃជាងកាសបាទនិយាយអំពីលបឿនវិញបាទបងប្អូនយល់យ៉ាងណាដែរយើងអាចទស្សនាការប្រកួតរបស់គាត់បាទកន្លងទៅដោយការប្រកួតនោះសឹកសឹងតែបាទយកឈ្នះដៃគូគ្រប់ជើងទាំងអស់បាទក្នុងវីដេអូនេះដែរខ្ញុំនឹងរំលឹកបាទពីការប្រកួតរបស់ទូកខៀវតៃស្អាតអណ្ដាតក្រហមបាទចំនួន2កម្មវិធីផ្សេងគ្នាបាទក្នុងបាទឆ្នាំ2024បាទក្នុងនោះគឺបាទនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2024គឺជាការប្រកួតរបស់ថ្នាក់រាជធានីបាទចំនួន1ថ្ងៃបាទហើយក្នុងវីដេអូនេះខ្ញុំសូមបង្ហាញអំពីការប្រកួតបាទពីរជើងបាទរបស់ខៀវតៃស្អាតអណ្ដាតក្រហមបាទត្រូវប៉ះជាមួយនឹងបាទក្មួយវីរៈសែនជ័យបាទនៅក្នុងកម្មវិធីប្រឡងបាទចំណាត់ថ្នាក់ទូករបស់រាជធានីទាំងអស់ដោយការប្រកួតចំនួន2ជើងនោះគឺបាទទូកខៀវតៃស្អាតអណ្ដាតក្រហមបានយកឈ្នះទៅលើបាទទូកក្មួយវីរៈសែនជ័យបាទទាំង2ជើងបាទដាច់តែម្ដងបាទអត់តោងទេបាទគួររំលឹកថាការប្រកួតថ្នាក់ជាតិបាទបន្ទាប់នោះគឺខៀវតៃស្អាតអណ្ដាតក្រហមបាទថ្ងៃទី1ត្រូវប៉ះជាមួយនឹងទូកដែលមានឈ្មោះថាសន្ធោរាំងសីបារមីតេជោបាទដោយយកឈ្នះបាទដាច់ទាំង2ជើងបាទបន្ទាប់ថ្ងៃទី2បាទទូកខៀវតៃស្អាតអណ្ដាតក្រហមត្រូវប៉ះជាមួយនឹងទូកបាទប្រាសាទរន្ទះប៉ុន្តែបាទដៃគូអវត្តមានបាទអញ្ចឹងហើយគឺបាទទទួលជ័យជំនះទាំង2ជើងទៀតនៅក្នុងថ្ងៃទី2បាទចូលដល់ថ្ងៃទី3បាទគឺទូកបាទខៀវតៃស្អាតអណ្ដាតក្រហមបាទត្រូវប៉ះជាមួយនឹងទូកដែលមានឈ្មោះថាធិបតីសែនជ័យបារមីជំទាវម៉ៅបាទដោយយកឈ្នះបាទទាំង2ជើងបាទសឹងតែដាច់បាទតែតោងទាំង2ជើងបាទសម្រាប់ទូកខៀវតៃស្អាតអណ្ដាតក្រហមនៅក្នុងថ្ងៃទី3បាទការយកជ័យជំនះផ្ទួនបាទគឺជាជោគជ័យបាទរបស់ខៀវតៃស្អាតអណ្ដាតក្រហមបាទនៅក្នុងឆ្នាំ2024បាទសម្រាប់លបឿនរបស់គាត់នេះគឺយើងអាចនិយាយបានថាយើងទទួលស្គាល់បាទលបឿនរបស់គាត់ពិតជាល្អបាទសាច់ទូកបាទរត់ស្អាតមែនតែនបាទទាំងចំណោះទាំងទូកទាំងសម្ព័ន្ធភាពបាទស្រស់ត្រដែតល្អមែនតែនបាទសម្រាប់ខៀវតៃស្អាតអណ្ដាតក្រហមដោយឡែកបាទមានទស្សនៈបងប្អូនមួយចំនួនបាទគាត់ចង់ឃើញខៀវតៃស្អាតអណ្ដាតក្រហមបាទប៉ះជាមួយនឹងជើងខ្លាំងដែលបងប្អូនទទួលស្គាល់បាទរងចាំទស្សនាបន្តបាទតើដៃគូបន្ទាប់របស់ខៀវតៃស្អាតអណ្ដាតក្រហមបាទជាអ្នកណា